សួស្តីអតិថិជនអរគ្នាថ្ងៃនេះមកបង្ហាញអំពីរបៀបប្រើប្រាស់សោ Morgan X5 ជាដំបូងគឺសោនេះមកពីក្រុមហ៊ុនគឺថ្មីបងប្អូនអញ្ចឹងវាមានលេខកូដរបស់ក្រុមហ៊ុនវាពី1ដល់6អញ្ចឹងបងប្អូនត្រូវចុចកាយធុងឈប់បន្តមកបងប្អូនត្រូវវាយលេខកូដមកពីក្រុមហ៊ុនវាពី1ដល់6 1 2 3 4 5 6តមកបងប្អូនជួយយកទ្រង់ជ្រុងម្ដងទៀតគឺកន្លែងនេះវាតម្រូវការយើងនឹងត្រូវដូរ password ថ្មីអញ្ចឹងខ្ញុំត្រូវដូរ password ថ្មីខ្ញុំចុចដូរដាក់112233តោះបងប្អូនចុចខាងក្រោមម្ដងទៀតចុចទ្រង់ជ្រូកតោះបងប្អូនត្រូវចូលលេខកូដនឹងម្ដងទៀត112233តោះមកបងប្អូនចុចយកទ្រង់ជ្រូកម្ដងទៀតគឺប៉ុណ្ណឹងរួចរាល់បងប្អូនចង់ scan មុខអញ្ចឹងគឺយើងត្រូវចុចយកលេខ1អញ្ចឹងយើងត្រូវបែរកាមេរ៉ាហ្នឹងមកមុខយើងហ្មងតើបងប្អូនត្រូវងើយខាងលើចុះក្រោមខាងឆ្វេងខាងស្ដាំគឺប៉ុណ្ណឹងរួចរាល់បងប្អូនអញ្ចឹងយើងត្រូវចុចផ្កាយដើម្បីថយក្រោយមួយវិញអញ្ចឹងបងប្អូនចង់បញ្ចូលកាតអញ្ចឹងគឺបងប្អូនជ្រើសយកលេខ4ទៅបងប្អូនយកកាតមកដាក់គឺប៉ុណ្ណឹងរួចរាល់បងប្អូនអញ្ចឹងយើងត្រូវចុចផ្កាយដើម្បីថយក្រោយមួយវិញអញ្ចឹងបងប្អូនចង់ចូលម្រាមដៃអីគឺយើងចុចយកលេខ2ទៅបងប្អូនដាក់ម្រាមដៃបងប្អូននៅកន្លែងកាយដៃសោបាទគឺនឹងរួចរាល់បងប្អូនអញ្ចឹងបើបងប្អូនចង់បញ្ចូលតទៀតគឺយើងអាចដាក់ម្រាមដៃថែមទៀតបានអញ្ចឹងបងប្អូនអត់ចង់បញ្ចូលថែមទៀតទេគឺយើងអាចចុចរូបកាយនេះដើម្បីថយក្រោយអញ្ចឹងបងប្អូនចង់ដូរ password ថ្មីគឺយើងចុចយកលេខ3អញ្ចឹងបងប្អូនអាចដូរ password ថ្មីបានតមកបងប្អូនដូរ password ហើយចុចយកទូជ្រូកតមកវាតម្រូវការយើងវាយលេខកូដម្ដងទៀតគឺប៉ុណ្្នឹងជារួចរាល់បងប្អូន